មូលដ្ឋានទ័ពអាកាស Engels របស់រុស្ស៊ីដែលស្ថិតនៅចម្ងាយប្រមាណ700គីឡូម៉ែត្រពីសមរភូមិអ៊ុយក្រែនបានរងនឹងការវាយប្រហារដោយយានដ្រូនរបស់អ៊ុយក្រែននៅព្រឹកថ្ងៃប្រហ័សទី20មីនា វីដេអូដែលទីភ្នាក់ងារព័ត៌មាន Reuters បានផ្ទៀងផ្ទាត់បានបង្ហាញឲ្យឃើញនៅកម្លាំងផ្ទុះដ៏ខ្លាំងក្លាបង្កការខូចខាតផ្ទះសម្បែងប្រជាជនស្ថិតនៅក្បែរមូលដ្ឋាននេះវីដេអូមួយទៀតបង្ហាញឲ្យឃើញភ្លើងឆេះសន្ធោសន្ធៅខ្ពស់ឡើងទៅលើក្រសួងការពារជាតិអ៊ុយក្រែនបានឲ្យដឹងថាកម្លាំងរបស់ខ្លួនបានបើកការវាយប្រហារទៅលើប្រលានយន្តហោះយោធាហើយបានបំផ្ទុះទីតាំងស្តុកគ្រាប់នៃមូលដ្ឋាននេះថែមទៀតគូបញ្ជាក់ថានៅព្រឹកថ្ងៃប្រហ័សក្រសួងការពារជាតិរុស្ស៊ីបានប្រកាសដំណឹងថាប្រព័ន្ធការពារផ្លូវអាកាសរុស្ស៊ីបានកំទេចដ្រូនអ៊ុយក្រែនចំនួន132គ្រឿងដែលហោះចូលប៉ុនប៉ងវាយប្រហារក្នុងទឹកដីរុស្ស៊ីដោយឡែកអាជ្ញាធរតំបន់ Saratov របស់រុស្ស៊ីបានឲ្យដឹងថាពិតជាមានការវាយប្រហារដោយយានដ្រូនទៅលើទីក្រុង Engels និងបានបង្កឲ្យមានអគ្គិភ័យឆាបឆេះនៅប្រលានយន្តហោះហើយតម្រូវឲ្យអាជ្ញាធរជម្លៀសប្រជាជនចេញពីតំបន់នៅជុំវិញនេះមនុស្សយ៉ាងហោច10នាក់បានរងរបួសនិងបញ្ជូនទៅកាន់មន្ទីរពេទ្យនេះបើផ្អែកតាមការផ្សាយរបស់បណ្ដាញទូរទស្សន៍រុស្ស៊ីដោយឡែកទីភ្នាក់ងារព័ត៌មាន Reuters នៅមិនទាន់អាចបញ្ជាក់បានទេអំពីទំហំខូចខាតជាក់ស្ដែងនៅក្នុងមូលដ្ឋានទ័ពអាកាស Engels ដោយសារតែអាជ្ញាធររុស្ស៊ីមិនផ្ដល់ព័ត៌មានអ្វីទាំងអស់សូមរំលឹកថាមូលដ្ឋានទ័ពអាកាស Engels ស្ថិតនៅមាត់ទន្លេ Volga ត្រូវបានសាងសង់ឡើងតាំងតែពីសម័យសហភាពសូវៀតមូលដ្ឋានទ័ពនេះគឺជាទីតាំងទុកយន្តហោះចម្បាំងយុទ្ធសាស្ត្រ Tupolev Tu-160 របស់រុស្ស៊ីដែលអាចមានសមត្ថភាពផ្ទុកគ្រាប់បែកនុយក្លេអ៊ែរអ៊ុយក្រែនអះអាងថាគឺចេញពីមូលដ្ឋានកងទ័ពអាកាសនេះហើយដែលរុស្ស៊ីបញ្ជាយន្តហោះទៅទម្លាក់គ្រាប់បែកសម្រាប់ប្រជាជនអ៊ុយក្រែនគូក៏សម្គាល់ថាបន្ទាប់ពីលោកពូទីនយល់ព្រមជាមួយលោកដូណាល់ត្រាំថាសុកចិត្តផ្អាកការវាយប្រហារទៅលើហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ុយក្រែនតែកងទ័ពរុស្ស៊ីនៅតែបន្តវាយប្រហារជាទូទៅនៅក្នុងទឹកដីអ៊ុយក្រែនដដែលជាក់ស្ដែងកាលពីយប់ថ្ងៃពុធឈានចូលថ្ងៃប្រហ័សអ៊ុយក្រែនបានអះអាងថារុស្ស៊ីបានបញ្ជាដ្រូនចំនួន171គ្រឿងមកវាយប្រហារក្នុងទឹកដីអ៊ុយក្រែននៅថ្ងៃប្រហ័សលោក Zelensky បានចូលរួមថ្លែងសារតាមវីដេអូពីទីក្រុងអូស្ឡូប្រទេសណ័រវេសនៅក្នុងជំនួបកំពូលប្រទេសសមាជិកអឺរ៉ុបទាំង27នៅក្នុងសារនេះលោកប្រធានាធិបតីអ៊ុយក្រែនបានលើកឡើងថាអឺរ៉ុបត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់បំផុតមិនត្រូវចាញ់ល្បិចស្នៀតរបស់ពូទីនជាដាច់ខាតប្រឈមនឹងការទាមទាររបស់លោកពូទីនថាឲ្យក្រុមប្រទេសលោកខាងលិចត្រូវតែឈប់ផ្ដល់អាវុធឲ្យអ៊ុយក្រែននោះលោក Zelensky បានអំពាវនាវទៅកាន់ប្រទេសអឺរ៉ុបថាត្រូវតែបន្តដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើរុស្ស៊ីរហូតទាល់តែចោលឈ្លានពានរុស្ស៊ីដកទ័ពចេញឲ្យអស់ពីទឹកដីអ៊ុយក្រែន